ហើយខ្ញុំសូមប្រាប់ទៅលោកសំរងស៊ីជនថោកទាបក្បត់ជាតិ3ចំនួនថាមនុស្សធ្វើដេកដូចលោកសំរងស៊ីនេះចាដាស់ឲ្យភ្ញាក់ពិបាកដាស់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានវីដេអូមួយឃ្លីបផ្ញើជូនទៅកាន់លោកសំរងស៊ីដែលគាត់ធ្វើការបង្ហោះសារកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2025ដែលសារនេះខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាតាមដានមើលទៅចាខ្ញុំសង្កេតឃើញថាចាប់តាំងពីកម្ពុជាថៃឡើងកម្ដៅរឿងចំនួនព្រំដែនចានៅមួយរយៈពេលចុងក្រោយនេះក្រុមប្រឆាំងកាន់តែស្រោះដៃគ្នាប្រឌិតព័ត៌មានបំផង់សភាពការខ្លាំងសម្បើមណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាចាដើម្បីដុតរោលរឿងឲ្យដាក់បន្ទុកក៏ដូចជាចោទប្រកាន់មករាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់មួយថ្ងៃគណៈបព្វប្រឆាំងខំណាស់ជាពិសេសលោកសំរងស៊ីបានចេញសារបង្ហោះចាចោទរដ្ឋាភិបាលបែបនេះបែបនោះហើយត្អូញថាអាណិតកងទ័ពមួយម៉ាត់ក៏ស្នេហាជាតិពីរម៉ាត់ស្រឡាញ់ប្រជាជន3ម៉ាត់ស្រឡាញ់ទឹកដីចាប៉ុន្តែបងប្អូនអាចមើលជាក់ស្ដែងបានបើនិយាយអំពីទង្វើនិងសកម្មភាពរបស់លោកសំរងស៊ីវិញចាខ្ញុំហ៊ាននិយាយថាខ្ញុំឲ្យ0ឲ្យ0ហ្មងហើយមិនបាច់ទៅសួររកគំរូវីរភាពអីទេបើសួររកអារឿងគំរូកំសាកងាយជាងពុកម៉ែបងប្អូនងាយស្រួលរកហ្មងហេតុអីបានខ្ញុំនិយាយអញ្ចឹងលោកសំរងស៊ីនេះជាជនកំសាកជាជនថោកទាបបំផុតចាអ្វីដែលជាជំនាញស្ទាត់ខ្លាំងនោះគឺអាដែងអ្នកប្រមូលលុយដាក់ហឹបដាក់ស្រោមសបុតបងប្អូនអាចពិចារណាបានឃើញជាក់ស្ដែងឯងថាអ្នកណាស្រឡាញ់ជាតិពិតប្រាកដហាអ្នកណាគេកំពុងឈរការពារជាតិពិតប្រាកដនឹងជួយពលរដ្ឋហើយអ្នកណាគេដែលក្បត់ជាតិខົບខិតជាមួយនឹងបរទេសអុចអាលបំភ្លើបំភ្លៃព័ត៌មានបំផ្លាញប្រយោជន៍ជាតិខ្មែរពុកម៉ែបងប្អូនទាំងគ្នាចាគំរូអាក្រក់ថោកទាបរបស់លោកសំរងស៊ីនិងកូនចៅជាពិសេសក្រុមប្រឆាំងជ្រុលនិយមមួយចំនួននឹងតែម្ដងអត់ចេះអីក្រៅពីគៀងគោឯងចាប្រមូលលុយដាក់ក្នុងប្រអប់សបុតស្រោមសបុតហើយស្រែចាស្នេហាជាតិប្រមូលលុយដាក់ចូលក្នុងកប៉ៅខ្លួនឯងចាហើយតាំងពីរឿងអីគេរឿង CLV រឿងកោះកុដរឿងលោកលឹមគឹមយ៉ាដែលខ្មោចស្លាប់បាត់ទៅហើយក៏ប្រមូលលុយអីទៀតប្រមូលលុយពាក់ព័ន្ធជាមួយនឹងរឿងផ្សេងពុកម៉ែបងប្អូនទាំងអស់គ្នាដឹងហើយថាជននេះប្រមូលលុយហ្នឹងហើយប្រមូលលុយនឹងយុទ្ធនាបើនិយាយពីរឿងកម្ពុជាថៃវិញចារឿងដែលកំពុងតែក្តៅខំប្រឆាំងគួរតែមានកម្រងប្រមូលលុយមកជួយគ្រប់គ្រងកងទ័ពចាបងប្អូនកងទ័ពជួមុខគួរតែធ្វើអញ្ចឹងវិញប៉ុន្តែអត់មានរហូតនឹកឃើញអីសោះអ្នកស្នេហាជាតិពិតប្រាកដគួរតែប្រមូលលុយដើម្បីជួយកងទ័ពជួមុខដើម្បីបង្ហាញទឹកចិត្តស្នេហាជាតិស្រឡាញ់ទឹកដីស្រឡាញ់កងទ័ពចាហើយរៃលុយនឹងមកជួយឧបត្ថម្ភកងទ័ពដោយទុករឿងនយោបាយម្លែកសិនចាហេតុអីបានខ្ញុំនិយាយអញ្ចឹងបងប្អូនមើលទៅក្រុមប្រឆាំងជ្រុលនិយមមានបានជួយអីគេខ្លះអត់មានបានជួយអីទេអ្វីដែលគាត់ជួយបានគឺជួយបានត្រឹមបំពល់ព័ត៌មានបង្ហោះនេះបង្ហោះនោះតែបើរឿងប្រមូលលុយស្ងាត់ឈឹងចាអាស្ងាត់ឈឹងមកជុំណាអាងុំប្រហោះសារស្អីណាកំសត់ណាអាណិតកងទ័ពណាធ្វើដោយខ្លួនឯងនឹងអ្នកស្រឡាញ់កងទ័ពតែសកម្មភាពឲ្យសូនវ៉ែនតាហ្មងថោកទាបបំផុតគឺក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលរត់ចោលស្រុកនឹងតែម្ដងពេលដែលជាតិមានរឿងបងប្អូនគូគិតបងប្អូនគិតមើលទៅថាមានតែថ្នាក់ដឹកនាំប៉ុណ្ណោះដែលជាអ្នកប្រឈមមុខដែលនៅជាមួយនឹងកងទ័ពការពារជាតិបូរណភាពទឹកដីនិងប្រជាពលរដ្ឋចូលរួមជួយកងទ័ពទាំងកម្លាំងកាយកម្លាំងចិត្តថវិកាស្បៀងអាហារនិងសម្ភារៈផ្សេងជាដើមហើយខ្ញុំសូមប្រាប់ទៅលោកសំរងស៊ីជនថោកទាបក្បត់ជាតិ3ចំនួនថាមនុស្សធ្វើដេកដូចលោកសំរងស៊ីនេះចាដាស់ឲ្យភ្ញាក់ពិបាកដាស់ហេតុអីបានខ្ញុំនិយាយអញ្ចឹងចាដោយសារថ្នាក់ដឹកនាំប្រទេសទាំងនៅអាស៊ានអឺរ៉ុបនិងបណ្ដាថ្នាក់ដឹកនាំប្រទេសធំជាច្រើនគេសុទ្ធតែមើលឃើញនិងទទួលស្គាល់អំពីវីរភាពរបស់ថ្នាក់ដឹកនាំកម្ពុជាជាពិសេសសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជានិងបន្តវេនចំនួនក្រោយមកដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នទៀតចំពោះការខិតខំពុកម៉ែបងប្អូនទាំងអស់គ្នាខិតខំដើម្បីនាំផ្លែផ្កាសម្រាប់ប្រទេសជាតិរបស់យើងទាំងនៅលើតំបន់ក៏ដូចជាឆាកអន្តរជាតិសំរងស៊ីគួរមើលជនក្បត់ជាតិ3ចំនួន
ក្នុងនាមជារដ្ឋបរោះដ៏មានឥទ្ធិពលសម្ដេចទទួលបានការកោតសរសើរមិនដាច់អំពីមាត់ពីបណ្ដាប្រទេសចាជាច្រើនចំពោះវីរភាពរបស់សម្ដេចក្នុងបុព្វហេតុជាតិមាតុភូមិទាញកម្ពុជាពីភាពកំសត់ទុរគតចាដល់គូឲ្យខ្លាចបំផុតដល់គូឲ្យអាណិតអាសូរបំផុតមកជាប្រទេសដែលមានមុខមាត់ការអភិវឌ្ឍប្រទេសជាតិមានអគារខ្ពស់ពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានខ្វាត់ខ្វែងមានសេរីភាពនិងមានសន្តិភាពសម្រាប់ប្រជាជនចុះហេតុអ្វីភ្នែកលោកក្បត់ជាតិ3ចំនួនសំរងស៊ីនេះមើលអត់ឃើញមិនមើលមិនឃើញតែស្រោមសម្បត្តិឬក៏យ៉ាងណាចាហើយប្រឆាំងតងាប់ប្រឆាំងអត់មានមើលកលៈទេសៈថាកលៈទេសៈនេះត្រូវរួបរวมគ្នាអត់មានប្រឆាំងសោះអត់មានថាត្រូវរួបរวมធ្វើម៉េចប្រឆាំងឲ្យតែបានហ្មងបកមកវិញបន្តិចពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចង់ឧទាហរណ៍ខ្លីទេឲ្យសំរងស៊ីក្បត់ជាតិ3ចំនួនបានយល់ប្រើខួរក្បាលបើកភ្នែកគិតចាប៉ុន្មានថ្ងៃកន្លងទៅនេះសម្ដេចធិបតីហ៊ុនម៉ាណែតទៅទស្សនកិច្ចនៅប្រទេសបារាំងដែលទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃទី12ចាគណៈលោកខិតខំប្រឹងប្រែងណាស់ដើម្បីគៀងគោវិនិយោគិនពីបរទេសទំនាក់ទំនងការទូតល្អជាមួយនឹងបរទេសដើម្បីផលប្រយោជន៍ជាតិនិងជួបជំនួបពិភាក្សាទ្វេភាគីជាមួយនឹងប្រធានាធិបតីបារាំងដែលទទួលបានផលផ្លែផ្កាច្រើនសម្រាប់ប្រទេសជាតិចាសរុបមកវិញសួរលោកក្បត់ជាតិ3ចំនួនទៀតណាតើនរណាប្រឹងប្រែងជួយជាតិពិតប្រាកដអ្នកណាគេឬក៏សំរងស៊ីក្បត់ជាតិ3ចំនួនជាអ្នកជួយពិតប្រាកដទេជួយប្រមូលសុំសវត្តចាហើយនរណាគេបានត្រឹមតែស្រ័យកោកខោកតាមបណ្ដាញសង្គមអ្នកណាគេពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំអត់មានអីនិយាយច្រើនទេគ្រាន់តែចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាវិភាគតាមការគួរទៅចោះចាសូមអរគុណ